ខ្យល់បក់ដីហុយចូលភ្នែកស្លឹកឈើជ្រុះក្លាយជាសម្រាមភ្លៀងធ្លាក់ខ្លាំងស្ទះលូលិចឡានម៉ូតូទឹកហូរមិនចេះហត់តែអ្នកហែលវ៉ាវប្អូនប៉យប្អូនពិតជាមានទេពកោសល្យល្អណាស់បងទើបតែដឹងតើនេះយ៉ាងម៉េចយ៉ាងម៉ាណាប្អូនទៅប្រឡងធ្វើជាមន្ត្រីរាជការនឹងគេទៅហាបងស៊ីម៉ុនឯងទើបតែដឹងទេចុះខ្ញុំមានសមត្ថភាពមិនធម្មតានោះទេមិនអីទេបើបងទើបតែដឹងថាខ្ញុំមានសមត្ថភាពនោះខ្ញុំនឹងសូត្រមួយឃ្លាឲ្យបងស្ដាប់ទៀតបងស៊ីម៉ុនឯងចាំស្ដាប់ណាខ្ញុំត្រៀមសូត្រហើយវាយតៈបអតិវាយកូនភ្ងាសជិះរត់ប្រុចចូលរុនផ្លុកយីប្អូនប៉យកំណាព្យមួយឃ្លាមុនហ្នឹងគ្រាន់ស្ដាប់បានចុះអាឃ្លាចក្រោយហ្នឹងមានន័យយ៉ាងម៉េចដែរប្អូនជួយបញ្យល់តិចមើលអូនេះមកពីសមត្ថភាពបងមិនដល់បងមិនយល់ទេទោះបីជាខ្ញុំប្រាប់ក៏ដោយអើបងដឹងហើយប្អូនប៉យថាបងនេះមិនបានរៀនសូត្រជ្រៅជ្រះនឹងគេអញ្ចឹងហើយបងមិនមានសមត្ថភាពឯណាដោយប្អូននោះទេនិយាយចឹងប្អូនប៉យបើប្អូនមានសមត្ថភាពអញ្ចឹងហើយបងរីកមិនឲ្យប្អូននឹងទៅប្រឡងធ្វើជាមន្ត្រីរាជការនឹងគេទៅបាទបងស៊ីម៉ុនខ្ញុំក៏ចង់ទៅប្រឡងដែរតែរឿងហ្នឹងទុកមួយឡែកសិនទៅយើងទៅសងសឹកព្រីខ្មោចសិនទៅដល់ថ្ងៃល្មមប្អូនប៉យខំតែប្អូនរំលឹកបងទេនេះកុំអីបងភ្លេចឲ្យឆឹងរួចចុះប្អូនឯងបានទិញសាំងទុកត្រៀមហើយឬនៅខ្ញុំបានទិញទុកត្រៀមរួចរាល់ហើយបងស៊ីម៉ុនបាទអញ្ចឹងនៅចាំអីទៀតតោះយើងចេញដំណើរទៅហ្មងទៅនិយាយត្រូវបងស៊ីម៉ុនតោះយើងចេញដំណើរទៅអូខេមកតាមបងមកអាយ៉ាមកដល់ស្រេចប្អូនប៉យតោះពួកយើងចាំកាលទៀតចាត់ការទៅបងស៊ីម៉ុនពួកយើងត្រូវតែមើលស្ថានភាពឲ្យច្បាស់សិនចាំពួកយើងចាត់ការបងគិតថាព្រាយខ្មោចប្រកបណាស់វាកំពុងតែដេកលងលក់នៅក្នុងស្ថានភាពហ្នឹងហើយឥឡូវអញ្ចេះទៅប្អូនឯងយកសាំងហ្នឹងទៅចាក់នៅជុំវិញបរិវេណអគារហ្នឹងទៅហើយបន្ទាប់មកចាំបងយកអង្គប់ភ្លើងហ្នឹងទៅដុតអូខេបងស៊ីម៉ុនតាមនឹងទៅចឹងកូនប្រុសណាចាំ10ឆ្នាំចាំមកសងសឹកក៏មិនទាន់យឺតពេលដែរតែឥឡូវមិនទាន់10ថ្ងៃផងខ្ញុំមកសងសឹកហើយអញ្ចឹងបានន័យថាខ្ញុំមិនមែនជាកូនប្រុសទេហ៊ីយីមើលវានិយាយរួចចុះនៅប្រុសប្រាជ្ញដល់ណាទៀតឆាប់យកសាំងទៅចាក់ទៅតែចាំបន្លាយពេលយូរហ្នឹងតែព្រាយខ្មោចដឹងខ្លួនប្រកាសជាសយទាំងអស់គ្នានឹងហ្មងតោះបងស៊ីម៉ុនពួកយើងទៅចាត់ការតោះបងស៊ីម៉ុនទៅចាត់ការទៅខ្ញុំបានចាក់សាំងរួចហើយអូខេបងប៉យបងនឹងទៅចាត់ការភ្លាមបងស៊ីម៉ុនប្រញាប់ដុតទៅបងបានដុតរួចហើយបងប៉យតោះពួកយើងរៀបចំដំណើរចេញត្រឡប់ទៅផ្ទះរបស់ពួកយើងវិញតោះបងស៊ីម៉ុននៅមិនបានយូរទេតែព្រាយខ្មោចដឹងខ្លួនហ្នឹងយើងប្រកាសជាកន់ជាមិនខាន